បាទជាដំបូងឡើយសូមជម្រាបសួរទៅដល់បងប្អូន developer ទាំងអស់គ្នាចំពោះវីដេអូនេះដែរគឺខ្ញុំសូមបង្ហាញពីការ integrate បាគងជាមួយនឹង QR so ដើម្បី integrate វាបានយើងត្រូវមាន document class ជាដំបូងឡើយគឺបាគង QR Pay integration ហើយ document ទៀតគឺ KQR SDK document ហើយសំខាន់មួយទៀតគឺបាគង Open API ដែលយើងអាចទាញ API វាមកប្រើបានអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅកាន់ប្រធានបទរបស់យើងមកទៅចំពោះវីដេអូនេះគឺខ្ញុំសូមផ្ដោតសំខាន់លើ JavaScript អូខេអញ្ចឹងចំពោះផ្នែកទី1ដែលយើងបានឃើញនេះគឺគេបានបង្ហាញយើងពី document history ដែលវាមាន version ច្រើនទៅតាមឆ្នាំមកគេដែលគេ keep update រហូតនេះគឺជា table content ដែលគេនិយាយពី abbreviation introduction product flow ហើយនិង integration process so យើងចូលទៅមើលផ្នែកមួយទៅចំពោះ abbreviation ដែលបងប្អូនទាំងគ្នាបានឃើញគេគាត់ប្រាប់ meaning របស់ពាក្យមួយហើយ introduction គឺគេនិយាយពី benefit របស់ Visual Code ផ្នែកសំខាន់មួយនេះគឺ product flow អញ្ចឹងយើងចូលទៅមើល product flow ពួក product flow ទី1ហ្នឹងនៅពេលដែល customer គាត់ចូលទៅកាន់ app ឬក៏ website របស់យើងហ្នឹងគាត់ជាធម្មតាគឺគាត់ឃើញ front end ចំពោះ merchant នេះគឺគេចង់និយាយពី front end ជាមួយនឹង back end នៅក្នុង application របស់យើងអញ្ចឹងពេលដែល user គាត់ចូលទៅមើលគាត់នឹងឃើញពីផ្នែក front end អញ្ចឹងនៅពេលដែលគាត់ត្រូវទូទាត់លុយគឺ front end ហ្នឹងនឹង call API ពី back end ដែលយើង integrate មួយបាគងហ្នឹងហើយបន្តមកទៀត front end ហ្នឹង back end ហ្នឹងវានឹង respond data ទៅកាន់ front end ហើយ front end return QR code ហ្នឹងទៅឲ្យ user បន្តមកទៀតនៅពេលដែល user ឃើញហើយគាត់ធ្វើការ scan ដោយកងរបស់គាត់បើសិនជាគាត់មាន ABA ឬក៏ ACDA គាត់ scan តាមកងធនាគារ ABA ឬក៏ ACDA របស់គាត់ហ្នឹងហើយបន្តមកទៀតនៅពេលដែល user confirm វានឹងចូលទៅកាន់បាគង system កន្លែងនេះបាគង system ហ្នឹងមកឆានរបស់យើងហ្នឹងវានឹងធ្វើការ call នៅ API របស់បាគង system ដើម្បី check ថា user ហ្នឹងក៏បាន pay ហើយបន្តមកទៀតបាគង respond បន្តមកទៀតបាគងគាត់នៅពេលគាត់បាន check ហើយគាត់ respond ទៅកាន់ respond data តទៀតទៅកាន់ front end ហើយ front end វានឹង return ទៅឲ្យ user ឃើញវិញឧបមាថាតែនេះ user pay ហើយអញ្ចឹងវាដូរពី not pay ទៅកាន់ pay អញ្ចឹង user គាត់ឃើញ user ឃើញអញ្ចឹង user បានឃើញថាគាត់ហ្នឹងបាន pay successfully ជាផ្នែកទី3អូខេ so នេះដូចពេលដែលខ្ញុំនិយាយមែនទេបងប្អូនណាចូលទៅមើលបានអូខេយើងចូលទៅកាន់ system interaction flow ដែលគេមាន2 option ឲ្យយើង option ទី1គឺ integration គឺ generate QR add merchant client side ហើយមួយទៀតហ្នឹងគឺខាងfront end side គឺខាង client side អូខេអញ្ចឹងខ្ញុំសូមថ្ងៃហ្នឹងគឺខ្ញុំផ្ដោតសំខាន់ទៅលើ generate QR នៅខាង back end side អូខេអញ្ចឹងដើម្បីធ្វើឲ្យមានការងាយស្រួលក្នុងការបញ្ចូលខ្ញុំសូមចូលទៅកាន់ website របស់ខ្ញុំហើយខ្ញុំធ្វើការ demo ឲ្យបងប្អូនមើលពី flow របស់វាអូខេអញ្ចឹងនេះគឺជា website ដែលខ្ញុំបានបង្កើតwebsite នេះគឺយើងអាចទិញប័ណ្ណនេះបានតែអូខេអញ្ចឹងខ្ញុំមកថាខ្ញុំ select នេះមួយខ្ញុំ click buy now អូខេអញ្ចឹងដោយសារតែខ្ញុំបាន select ដល់ហើយខ្ញុំយកទៅមួយអូខេអញ្ចឹងចូលមក flow របស់យើងវិញអូខេអញ្ចឹងចំពោះ flow របស់យើងឥឡូវឧបមាថាខ្ញុំគឺជា user ហើយ merchant នេះគឺជាផ្នែកដែលយើងអាចឃើញនៅលើ screen របស់យើងអូខេអញ្ចឹង merchant នេះគឺជាផ្នែកដែលយើងអាចមើលឃើញគឺជា front end ហើយ merchant back end នេះគឺជា back end ហើយ so អញ្ចឹងនៅពេលដែលខ្ញុំ click proceed to order នេះន័យថា front end គឺ call API generate short code ពីផ្នែក back end តែ back end នេះគឺយើងបានកូដវាហើយដែលវា call នៅ library របស់បាគង system ហើយបន្តមកទៀតវានឹងកើតនៅ transaction ID ជាមួយនឹង timestamp ហើយនឹងវា return ទៅឲ្យ front end វិញដែល user ហ្នឹងគឺអាចមើលឃើញអូខេអញ្ចឹងនៅពេលដែលខ្ញុំចុច proceed to order អូខេអញ្ចឹង QR code យើងបាន generate ហើយអញ្ចឹងអូខេអញ្ចឹងនៅពេលដំណាក់កាលឥឡូវនេះខ្ញុំមិនទាន់បាន scan ទេអញ្ចឹងន័យថាmerchant front end ហ្នឹងក៏វានៅតែ call API ពី back end ដែរហើយ back end ហ្នឹងវានៅ check back end ហ្នឹង call API ពីបាគងដើម្បី check payment by Amplify so Amplify ហ្នឹងគឺជាAmplify ហ្នឹងវាគឺជា ID របស់ QR code មួយដែល generate ហ្នឹងអញ្ចឹងបាគងហ្នឹងវា check Amplify ថាតើ QR code ហ្នឹងបាន pay ហើយអូខេអញ្ចឹងដំណាក់កាលដែលខ្ញុំអត់ទាន់ pay ហ្នឹងគឺកន្លែងនេះគឺ state នេះគឺវាអត់ success ទេ before យើងនិយាយថា before ឬក៏ not found ទៅអញ្ចឹងនៅពេលដែល not found កន្លែង between កន្លែងរវាង front end ជាមួយនឹង back end ហ្នឹង front end យើងហ្នឹងគឺវានៅតែ pool payment វាថា check ថា success ហើយអញ្ចឹងយើងអាចចូលទៅមើល inspect បាននេះយើងបានឃើញវានៅតែ pool រហូត
អូខេអញ្ចឹងផ្នែកស្មានរបស់យើងមានតែ pull ថាតើយើងអាចយើងបាន pair này អញ្ចឹងចំពោះការ pull ហ្នឹងគឺយើងដាក់វិនាទីរបស់វាប្រហែលយើងដាក់2វិនាទី pull ម្ដងអញ្ចឹងវា pull រហូតអូខេអញ្ចឹងដល់ពេលខ្ញុំចុចទិញហើយអូខេអញ្ចឹងឥឡូវខ្ញុំ confirm payment ហើយអញ្ចឹងដល់ពេលដែលខ្ញុំ confirm payment ហើយកន្លែងយើងបានឃើញ payment successful ហើយ pull ហ្នឹងក៏វា pull ទៀតដែរដោយសារតែយើងបាន pay ហើយអូខេអញ្ចឹងដល់ពេលដែលបាន pay ហើយយើងផ្នែក front end របស់យើងហ្នឹងវានឹង display ទៅឲ្យuser បានឃើញដូចជាផ្នែកដែលយើងបានឃើញគឺ payment successful អូខេអញ្ចឹងយើងចូលទៅមើល option ទី2 option ទី2ហ្នឹងគឺជាការ generate QR code នៅខាង client side វាខុសគ្នាវិញព្រោះ option ទី1ហ្នឹង QR code ត្រូវបាន generate នៅ back end បន្តមកទៀត respond ទៅឲ្យ front end ហើយ user ហ្នឹងគាត់អាចឃើញតាមរយៈ front end ចំពោះការ design ទី2នេះ QR code ហ្នឹងត្រូវបាន generate នៅខាង client side ដែលទៅអូខេអញ្ចឹងនៅពេលដែល QR code ត្រូវបាន generate នៅលើ client side user គាត់ឃើញ QR code ហ្នឹងអញ្ចឹងអំឡុងពេលដែលគាត់ process scan ហ្នឹងគឺខាង front end side ហ្នឹងគឺ call API check payment state បាន verify ហ្នឹងទៅកាន់ box system ដែលអញ្ចឹងបើ box system ហ្នឹងគាត់ respond payment ទៅសារមកវិញបើសិនជា success បើសិនជា user ហ្នឹងគាត់បាន pay ហើយdisplay mistake ហើយក៏ notification ហ្នឹងទៅឲ្យ user បើសិនជាគាត់បើសិនជាវា fail វាអាចមានករណីច្រើនដោយសារតែ user គាត់ cancel payment ឬក៏bank app របស់គាត់ហ្នឹងគឺវា invalid ចឹងអូខេអញ្ចឹងចំពោះផ្នែកចុងក្រោយគឺ not found ករណីនេះនៅពេលដែល user គាត់កំពុងតែ process payment របស់គាត់អត់ទាន់ pay ទេអញ្ចឹងមានន័យថា front end ហ្នឹងមានតែ pull check payment state ពី background system អញ្ចឹងនៅពេលដែល pull រហូតអញ្ចឹងនៅពេលដែល pay ហើយគឺ display មក user អូខេអញ្ចឹងចំពោះ option ទី2ហ្នឹងអឺបើ option ទី1 compare ទៅ option ទី2ហ្នឹងចំពោះ web ឬក៏ mobile app យើងគួរតែប្រើ option ទី1ដោយសារការ generate show code ហ្នឹងគឺវានៅផ្នែក back end ពិសេសដោយសារតែយើងអត់ត្រូវចាំបាច់ clear នៅ API key របស់យើងឬក៏ព័ត៌មានសំខាន់ information ផ្សេងៗទៀតសម្រាប់វា show code ហ្នឹងអូខេអញ្ចឹង option ទី2ហ្នឹងយើងប្រើនៅពេលណា option ទី2ហ្នឹងយើងប្រើនៅពេលដែលអូខេអញ្ចឹងខ្ញុំដាក់ឲ្យអ្នកនរខ្ញុំអញ្ចឹង option ទី2ហ្នឹងយើងឃើញងប់ហើយនៅដូចជានៅក្នុងខាង lucky អញ្ចឹងកន្លែងគេគិតលុយកន្លែង receipt ហ្នឹងអញ្ចឹងវា set នៅពេលណានៅពេលដែលអ្នកគិតលុយមានន័យថាខាងហ្នឹងគឺគាត់ control តែម្ដងនៅmerchant ID ឬក៏ API key របស់គាត់ណាអូខេឥឡូវយើងចូលមកតទៀតនៅកន្លែង integration process ចំពោះ integration process នេះវាគ្រាន់តែយើងត្រូវ prepare គេខ្លះមុននឹងយើងintegrate វាអញ្ចឹងដំបូងឡើយអូខេបើកុំ account ចូល line នេះបើកុំ account register under a commercial bank កន្លែងហ្នឹងគឺគេមានន័យថាយើងត្រូវ down បើកុំ app បន្តមកទៀតយើង register ជាមួយនឹង bank ដែលយើងមាន bank app បើយើងប្រើ Asina ខ្ញុំ register ជាមួយ Asina អូខេអញ្ចឹងកន្លែងហ្នឹងមួយទៀតគឺ API specification and integration flow អូកន្លែងហ្នឹងវាមានន័យទេយើងគ្រាន់តែចូលពី API របស់វាដំណើរការនៃការវា document ពីការប្រើ API វាបានច្បាស់លាស់អូខេអញ្ចឹងបន្តមកទៀតគឺ casual generation ផ្នែកនេះដែរgenerate casual without using SDK ហ្នឹងអាហ្នឹងមានន័យថាយើងប្រើវាករណីយើងចង់វា show code ដែល show code ជាមួយ website ឬក៏ app ឬក៏ mobile app បើករណីនេះវិញគឺយើងត្រូវបើករណីនេះវិញវា useful សម្រាប់ function ដែលយើងបាននិយាយគ្នាដូចនៅក្នុង API ដោយសារតែវា use SDK អញ្ចឹងបន្តមកទៀតយើងចូលមកមើល implement API អូខេអញ្ចឹងដំបូងឡើយយើងត្រូវយក token មកវាសិនព្រោះនេះដែរវាគឺជាផ្នែក development ពេលនេះវាជា link ដើម្បីយក API សម្រាប់ production របស់យើងតែខ្ញុំតម្លាក់នៅក្នុង description អត់អូខេដែលយើងគ្រាន់តែ follow step by step ទេអូខេអញ្ចឹងកន្លែងនេះគេចង់និយាយពីនេះគឺជា API production របស់ខ្ញុំដែលយើងបានយកគ្រាន់តែវាយ URL ហ្នឹងមកបន្តមកទៀតយើងចូលមក register page ហើយយើង fill information ទៅ organization បច្ចេកហ្នឹងយើងដាក់មកចម្រើនតែអីទេហើយចំពោះ email ហ្នឹងយើងដាក់ email របស់យើងពេលយើងដាក់ email របស់យើងហើយយើងនឹងឃើញ token send ដល់យើងនៅ email ហ្នឹងយើងគ្រាន់តែយក token ទៅបន្តមកទៀតគាត់ទៅអូខេអញ្ចឹងបន្តមកយើងពេញហើយយើងគ្រាន់តែ click register មកហើយអូខេហើយចំពោះអ្វីយើងត្រូវ note ហ្នឹង token ហ្នឹងគឺវារយៈពេល90ថ្ងៃយើងត្រូវ renew វាម្ដងវិញ3ខែអូខេអញ្ចឹងមុន3ថ្ងៃទៅខាង NBC ហ្នឹងនឹង send renew token នឹង alert យើងហើយឲ្យយើង generate renew token ម្ដងទៀតអញ្ចឹងគ្រាន់តែ click renew token មកទៅអូខេនេះវាដូចគ្នាទេ so
Vậy chẳng dưngធ្វើការកន្លែងមកមើល cái actual SDK document ចំពោះ document ហ្នឹងគឺគេបានប្រាប់យើងច្រើនមែនទែនអឺអូខេដំបូងឡើយគេប្រាប់យើងពី document history ពី version របស់វាតាំងពីឆ្នាំ2020មកហើយនេះគឺជា table content អូខេចំពោះផ្នែកនេះដែរគឺផ្ដោតសំខាន់ទៅលើ language ដែលអាច integrate ជាមួយនឹង background actual បានអូខេអញ្ចឹងយើង move មកក្រោមមកទៅអូខេអញ្ចឹងចំពោះ feature របស់វានេះគឺវាទាំងអស់វាមាន4ដែលគេប្រាប់នៅក្នុង document ហ្នឹងប៉ុន្តែក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងនិយាយពីពីរ feature ទី1គឺ generate KQR ហើយមួយទៀតគឺ verify payment ហើយនេះគឺជារបៀបដែលយើង install ទី1ហ្នឹងគឺគ្រាន់យើងinstall អឺទីគាត់យើងtype npm init dashby ទៅវានឹង install package JSON មកឲ្យយើងហើយបន្តមកទៀតយើងធ្វើការ install បកង KXUR ដោយใช้ npm install បកង KXUR មកហើយនេះគឺជា package របស់វាដែលយើងត្រូវការដើម្បី call ទៅដើម្បី call វា implement មួយ code របស់យើងអូខេហើយចំពោះវីដេអូនេះគឺខ្ញុំនឹងនិយាយពី generate pure KXUR individual ទៅវាមានពីរ option សម្រាប់យើងប៉ុន្តែចំពោះ generate KXUR merchant ហ្នឹងអាហ្នឹងវារបៀប official យើងត្រូវការចុះបញ្ជីជាមួយនឹងគេហៅថា merchant ID នេះ merchant ID ហ្នឹងអាហ្នឹងវាជារបៀបID របស់អាជីវកម្មមួយយើងត្រូវចុះឈ្មោះសិនដើម្បីបាន verify អូខេអញ្ចឹងចំពោះ generate KXUR individual នេះអានេះវាជារបៀប KXUR របស់ user មួយអញ្ចឹងយើងអត់ត្រូវការស្មុគស្មាញច្រើនទេអូខេឥឡូវយើង move មកក្រោមទៀតមកអូខេឥឡូវខ្ញុំដល់ JavaScript generate individual KQR អានេះគឺជាព័ត៌មានកូដដែលគេផ្ដល់ឲ្យយើងដើម្បីimplement នៅក្នុងកូដរបស់យើងអូខេខ្ញុំមិនសុំនិយាយច្រើនឡើយចាប់ពីទៀតឥឡូវចូលមកមើលកូដរបស់យើងសិនអូខេខ្ញុំបាន set up ច្រើនហើយដើម្បី set time របស់យើងឥឡូវខ្ញុំនឹងធ្វើការបញ្ចូលមួយឥឡូវយើងនិយាយពី .env សិនអូខេសម្រាប់ .env នេះទី1ហ្នឹងគឺថា configuration គឺយើងដឹងគ្រប់គ្នាបងប្អូនណាយកព័ត៌មានបងប្អូននៅក្នុងហ្នឹងបានហើយចំពោះបកង account name អូខេបកង account name ហ្នឹងគឺវានៅណាអញ្ចឹងខ្ញុំ show បងប្អូនមួយចំពោះបកង account name ហ្នឹងនេះឧមាថាខ្ញុំចុច process payment ទៅអញ្ចឹងកន្លែងនេះគេហៅថាបកងaccount name បកង account name វាគឺ display ឡើងនេះអញ្ចឹងធ្វើឲ្យ user ដឹងថាខ្ញុំបាញ់លុយទៅណាបាញ់លុយទៅ account ឈ្មោះ Astro អូខេអូខេហើយចំពោះបកង account username បកង account username នេះយើងបានមកពីណាដើម្បីបានបកង account username យើងត្រូវ download app បកងសិននៅក្នុងទូរស័ព្ទរបស់យើងហើយបន្តមកទៀតយើងត្រូវ connect វាជាមួយនឹង bank app មួយណាដែលយើងមានឧបមាថាខ្ញុំប្រើ ACDA ខ្ញុំត្រូវ connect bank app របស់ខ្ញុំ ACDA មួយបកងតមកទៀតគឺគេនឹង provide user name របស់យើងនេះហើយចំពោះបកង phone number ហ្នឹងអាហ្នឹងវាលេខដែលយើងមួយបកងលេខទូរស័ព្ទរបស់យើងបកង access token ចំពោះបកង access token ហ្នឹងយើងបានមកពីណាពេលដែលយើងបានឃើញតាំងពីដើមមកហើយនៅពេលដែលយើងចុះឈ្មោះ register ពេញ organization project email ឲ្យហើយយើង set ឈ្មោះ email យើងឲ្យយើង set email យើងបន្តមកទៀត register ទៅបកងហ្នឹងខាងបកងគឺគាត់នឹង send access token មកឲ្យយើងតាម email ហ្នឹងហើយអញ្ចឹងយើងគ្រាន់តែយក access token ហ្នឹងយកមកដាក់នៅកន្លែងនេះមកអញ្ចឹងបានហើយហើយកន្លែងនេះយើងឃើញថាវាមានបកង production ហើយនិងបកង development ចំពោះបកង production និង development ហ្នឹង process អីវាដូចតែគ្នាទេគ្រាន់តែបកង development ហ្នឹងយើងអត់ត្រូវការបាញ់លុយមែនតើអូខេចង់វីដេអូហ្នឹងខ្ញុំធ្វើការនិយាយពីបកង production បើសិនជាបងប្អូនណាចង់ demo អីគឺអាចគ្រាន់តែដូរ link ហ្នឹងទេគ្រាន់តែ call បកង development មក
ចឹងបងប្អូនមកចាំ call បាក់កង production មកហើយហើយចំពោះ source code បើបងប្អូនចង់កូដបដើមើលតាម YouTube បដ යි គេអាចចូលទៅក្នុង GitHub របស់ខ្ញុំបានចំពោះ GitHub របស់ខ្ញុំគឺខ្ញុំមាន2 branch ខ្ញុំដាក់ link ចូល description ហើយចំពោះbranch ទី1នេះគឺ starter ហ្នឹងគឺជា branch ដែលយើងstart code ហើយ typing តាមខ្ញុំ type main ហ្នឹងវាជា complete code អូខេអញ្ចឹងមកការពេលវេលាយូរយើងមើល code របស់យើងនេះគឺជា server របស់ខ្ញុំដែលខ្ញុំត្រូវset up វាថែមទៀតអូខេអញ្ចឹងចំពោះការ generate QR code ហ្នឹងយើង generate ផ្អែកទៅលើ order ដែល user បាន order អញ្ចឹងយើងធ្វើការ yeah យើងបង្កើត controller មួយមក controller folder អូខេបន្តមកទៀតខ្ញុំនឹងថា generate QR code QR អូខេអញ្ចឹងដើម្បី generate QR code បានគឺយើងត្រូវការ order ពី user អូខេអញ្ចឹងដើម្បីដឹងថា user ណា order បានយើងត្រូវមាន identify របស់ user សិនអញ្ចឹង identify របស់ user គឺជា ID អូខេអញ្ចឹងខ្ញុំដាក់ថាយើង handle request user ID ពី front end មកអូខេID param អូខេអញ្ចឹងបន្តមកទៀតអូខេអញ្ចឹងដោយសារតែ tutorial របស់យើងហ្នឹងអត់សូវផ្ដោតសំខាន់ទៅលើ user អញ្ចឹងខ្ញុំសូមដាក់លក្ខខណ្ឌមួយមកបើសិនជាអូខេរបស់មួយសិនស្មើខ្ញុំតែដាក់ try ឲ្យនឹង catch block សិនជា ID ស្មើអ្វី dot user ហើយអូខេបន្តមកទៀតខ្ញុំធ្វើការដាក់លក្ខខណ្ឌឲ្យវាប្រសិនបើ user ID ហ្នឹងអត់មាននៅក្នុង database របស់យើងទេយើងត្រូវការ create វាតែខ្ញុំនេះឡើងសិនទៅ user ID ស្មើ await db user អូខេអូខេអញ្ចឹងបើករណីនេះបើសិនជា user ID នឹងអត់មានទេយើងត្រូវ create វាអញ្ចឹងបន្តមកទៀតនៅពេលដែលយើងមាន user ID ហើយយើងត្រូវការupdate order table របស់យើងអូខេអញ្ចឹងខ្ញុំដាក់សិនមក create អូខេ create សិនហើយជាធម្មតានៅពេលដែលយើង order ឲ្យមួយគឺតែតែមានតម្លៃទេអូខេអញ្ចឹងយើងដាក់ 0.1 ហើយ state របស់យើងpromote ទៅលើគឺ pending before វាគឺ pending បន្តមកទៀត currency ជា USD ហើយ payment method sure មិនថៃដោយសារតែយើងដោយសារតែករណីហ្នឹង controller មួយហ្នឹងគឺយើងដើម្បី generate QR code អញ្ចឹងពេលដែលយើង generate QR code user អត់ទាន់ថៃបានទេអូខេអញ្ចឹងយើង head មក false អូខេហើយបន្តអញ្ចឹងបន្តមកទៀតយើងត្រូវយើងត្រូវ collect ទៅមើលនៅក្នុងនេះតែម្ដងគឺ generate individual នេះអូខេអញ្ចឹងយើងដឹកទៅមកcopy តាមគេឲ្យយើងមកអូខេស្គាល់ឡើយនេះគឺខ្ញុំប្រើ import ជាងឡើយខ្ញុំធ្វើការកែអូខេអញ្ចឹងបន្ទាប់ពីយើង update order table របស់យើងហើយគឺយើងត្រូវធ្វើអីតអញ្ចឹងយើងត្រូវចាប់ផ្ដើម set up optional set up individual QR code របស់យើងទីមួយហ្នឹងគឺយើងគ្រាន់តែសរសេរតាមគេមកគឺ optional data អូខេ yeah ខុសអូខេតែអញ្ចឹងខ្ញុំធ្វើការចូលទៅ server សិនជាកន្លែងនេះអូខេindex
គេ change ពី author ទៅ force មកអូខេយើងចូលមើលក្នុងdocument របស់យើងឃើញថា generate individual នេះអូខេអញ្ចឹងយើងគ្រាន់តែ call library យើងដាក់នៅក្នុង code របស់យើងសិនមកអូខេ so ឥឡូវនេះខ្ញុំធ្វើការ import វាអូខេអូខេso ឥឡូវនេះយើងចូលមកដល់ optional data ហើយ cons អូខេអញ្ចឹងឈ្មោះពេលនេះយើងដាក់ទៅ data ណាដែលគឺថាវាសំខាន់ទៅបានហើយអូខេអញ្ចឹងខ្ញុំដាក់ទៅ currency ដែរUSD អូខេហើយមួយទៀតគឺ amount ហើយ float amount អូខេ and អូខេអញ្ចឹងកន្លែងដែរគឺយើងត្រូវការមាន expiration timestamp so expiration timestamp ហ្នឹងគេឥឡូវខ្ញុំថតឲ្យមើលមួយព្រោះ expiration timestamp ហ្នឹងអាហ្នឹងវាគឺជាគឺជា time remaining នេះដែលយើងឃើញហ្នឹងគឺអូម៉ាថាករណីនេះគឺខ្ញុំ set 5នាទីចឹងវាថា5នាទី5នាទីហើយវាជួយកូននឹងវាចាប់ដើម expire ហើយអូខេអញ្ចឹងតែនេះយើងត្រូវឲ្យតាបងមួយទៀតឈ្មោះវា expiration timestamp ចំពោះដោយសារតែវា demo ខ្ញុំដាក់ពេលបន្តិចបានទេពេលតែ30 second អូខេអញ្ចឹងឡើយនេះ expiration timestamp មកអញ្ចឹងបន្ទាប់ពីចប់ឡើយហ្នឹងហើយយើងមើលទៅលើ code របស់យើងទៀតត្រូវការអីគេទៀតគឺ individual information អូខេអញ្ចឹងយើងត្រូវការបង្កើត instance មួយមកចេញពី individual info អញ្ចឹងកន្លែងនេះគឺកន្លែងនេះវាគឺជាមកកង account user មកកង account user name so កន្លែងហ្នឹងយើងបង់មកពីណាពេលដែលយើងចុះឈ្មោះមួយមកកងហើយគឺគេនឹង provide អាហ្នឹងមកឲ្យយើងហើយអូខេអញ្ចឹងកន្លែងនេះអូខេក្រុមនេះ John Smith អូខេ John Smith គឺជាមកកង account name ហើយមួយទៀតហ្នឹងគឺ passion ភ្នំពេញទៅអូខេ optional data របស់យើងអូខេអញ្ចឹងដល់កន្លែងហ្នឹងហើយយើងត្រូវការបង្កើតនៅ instance សម្រាប់មួយទៀតចេញពីមកកង casual រូបមកកងអូខេអូខេ so ករណីនេះគឺយើងធ្វើការ generate visual code based on ទៅbased ទៅលើព័ត៌មានរបស់យើងអូខេ generate individual អូខេអូខេអញ្ចឹងបើយើងបានប៉ុណ្ណឹងហើយយើងធ្វើការ copy នេះទៅមកដើម្បីមើលទៅតាមមើលទៅ console របស់យើងវាទៅ visual data ទៅដោយសារបើយើងដូរទៅ visual data យើងគិតថាហ្នឹងវាជា data response visual data ដែល response មកពីបកគោអូខេអញ្ចឹងខ្ញុំដូរឈ្មោះវាទៅវាឲ្យស្រួលយល់បងប្អូនគ្នាអូខេសូមគេទីមកអូខេអញ្ចឹងមកដល់កន្លែងនេះគឺយើងធ្វើការ check បើសិនជាអឺហើយអញ្ចឹងតាមកន្លែងនេះបើសិនជាអត់មាន visual data return មកទេឬក៏yeah visual data អមិនមាន visual data data visual ទេអូខេអញ្ចឹងមកដល់ករណីនេះយើង throw error មួយអូខេ generation fail អូខេយើងដាក់តែប៉ុណ្្នឹងសិនទៅអូខេអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺយើងធ្វើការupdate order របស់យើងចូលអញ្ចឹងយើងដាក់ rate អូខេយើងធ្វើការ update order របស់យើង transaction អូខេអញ្ចឹងករណីនេះយើងគ្រាន់តែសរសេរឡើងវិញ
uh, db.order okay. Lại ní cứ nhưng mà cái đã bỏ mới order cho cái ta vô order nó một đặt vậy. Thế chứ cho tụi mới order thì bỏ ra vì cái là ok chẳng sure code okay sure code này bây giờ return mà chỉ string but sure okay sure undefined undefined okay this is sure expiration expiration timestamp còn một tiết payment method cứ sure cứ take sure yeah okay là nếu chúng đặt transaction mùi transaction okay okay chẳng nó bây là dân chẳng nó bây là dân dân update order cho người ta bài order ấy chứ tất cả return biết tất cả front end vào dân nằm bài generate sure code start so Bison muốn lấy thay successfully generated so right here success that true mistake generated successfully okay so tổng tiết cứ data đã respond tới cái front end vào dân đó chẳng nhân viên này cái phần theo giống như đại merchant name ấy dot envy dot ok nhưng tôi đã send với tới front end với đây thì cái cứ ID okay show code amount order amount okay currency trong cái show expiration nhưng turn will be order okay expiration to okay to exhausting so okay chẳng nhưng ban mua ấy nhưng còn đặt thà nhưng còn test error với mũi okay chẳng một sân chỉ viên error nhưng còn return reset mũi cả mũi JSON số message nhưng còn đặt thà file to generate đúng không generate casual okay error dot okay chẳng những ban nơi function là generate casual mũi lại mới generate casual code bởi những mấy cái này okay chẳng lại nhưng khơi tha nhung thấy ra send cho undefined từ căn front end hai đấy bạn nhung phải sang cho undefined là sao ta tới tới nhưng mình function mỗi này verify check payment so nhưng check đối với user ID chỉ mỗi undefined ở bao user ID trong top lại top một tí chúng ta set up route với thế mà về chúng ta set up route for route này chúng ta generate casual route okay so chúng ta import router okay okay chẳng ta lấy dùng giờ chúng ta handle post request là sao ta front end chỉ là send user ID máu chẳng vì cái chữ post request okay sau một tiết rồi trong một tiết những đã order không lấy còn tôi chia API thế generate QR code okay so cái này nếu như chúng ta call nơi function mà giống là chia controller
generate actual controller ok giống như controller ok storage controller đó chị ok so và tám tới lại đi cứ dương thời ca ok chỉ có lại đáy tám tới một nó level một cái dương thời ca tạo validation của chị dương mình đã sai như này dương thời ca tạo validation đấy mà dương generate actual ok chẳng nhưng mong mơ cái lại server của dương mình một server của dương chẳng như thời ca call nữa route đi mua uh, use API okay API and then generate generate KQR route okay object lại là import generate from route yeah okay chẳng nhưng mà không cái copy file này cho bữa đây là sao đây nhưng còn bạn đã hiện tại ở trên okay yes nhưng okay chẳng just select với controller dùng đó cái rồi mình lại nè okay ok chẳng lại đi cứ dùng thời link với tài can user ID rồi user ID dot okay user ID dot ID okay so chẳng có tha những cô đã những cô đã test winner postman này HTTP localhost startup port trong port 74 uh, localhost 74 rồi so lại dùng sạc mà respond winter yeah choice lại cho một cái cho tụi mình ok chẳng ok chẳng dân theo ca ok chẳng dân thực dân khai tha vậy chẳng cả này dân khai tha bà con bà dân respond nó cứ success ấy true ấy ok chẳng dân lấy từ mơ console bà dân ấy tại sao là dân ban đã console lock một đường sure code hay đường undefined ok chẳng dân ban khơi ấy ta sure code bà dân cứ generate successful lấy undefined của bạn đấy sure code nó bị chết cùng string vậy hay undefined ấy chỉ bộ undefined ấy có viết chia cùng string này vào đấy undefined biết cái chia ID sure code nó về generate nó bên ID ok chẳng okay chẳng những sạc check với ờ, tao bảy những phân tích yeah chỉ okay chẳng những sạc okay chẳng những sạc check với tao bảy những phân tích okay chẳng những khơi nhá ta ta lại đi cứ yung cái yung man phải đi chuyện ID yeah okay chẳng cái bà con hash from account ID to account ID description transaction ID header nó cứ yung con miền đấy cái này để yung create cho cổ chẳng những okay chẳng field nó việc tập với nó về đại dương nó trong cứ nó quay là những bạn pet hay thì tới cứ nó function thì là chỉ function check payment yang gì thằng verify payment phải phải chẳng nhưng mà là hơi nơi function trên về cái số mua cho lấy cho cái căn check payment function đó ok chẳng nhưng bật cái controller một chút tại mình mua thằng check payment controller check phải check payment chẳng không biết là những check payment nhưng thầy có thể đi check payment bỏ bỏ user mỗi này nè order ok chẳng biết biết thầy ta chia ID bỏ user thầy check undefined là sao tại undefined nó bị chia ID bỏ show code nè ok chẳng const undefined
request.body អូខេចឹង catch អូខេអញ្ចឹងដំបូងឡើយគឺយើងត្រូវ check ID មានន័យថាយើងត្រូវ check user ID នៅក្នុង database សិនអឺអញ្ចឹងបើសិនជាអត់មានuser ID ហ្នឹងទេយើងខាន404អញ្ចឹងបើករណីដែលមាន user ហ្នឹងអញ្ចឹងបន្តមកទៀតយើងត្រូវការsay check validation មួយជៀសវាងការ pay pay double payment អូខេ so so បន្តមកទៀតយើងត្រូវការ say validation មួយជៀសវាង user pay ពីរដងអូខេអញ្ចឹង order head កន្លែងណាមួយគេអញ្ចឹងយើងhead អូខេsuccess of true ហើយឡើយនេះគឺ true ហើយដោយសារតែពេលដែលទៅឲ្យតែ user pay ហើយគឺវា true ហើយឡើយហ្នឹងអញ្ចឹង message payment already confirmed អូខេអញ្ចឹងមកអូខេអញ្ចឹងយើងត្រូវការ send response data ទៅកាន់ front end ID អូខេ ID order ID អូខេអញ្ចឹងអញ្ចឹងនៅពេលដែលយើងគិតដូចហើយម្សាយអញ្ចឹងចំពោះឯកសាររបស់យើងវិញយើងត្រូវតែមើល document របស់យើងចំពោះ document របស់យើងបើសិនជាយើងបាន check transaction ហើយម្ដងហើយកន្លែង hash ហ្នឹងយើងនឹងមានយើងទទួលបាន hash ហ្នឹងអូខេអញ្ចឹងយើងដាក់ក្នុង table របស់យើងដាក់មកកង hash and then okay so head at yeah អូខេ so next យើងទៅធ្វើទៀតជាធម្មតានៅពេលដែលយើង check payment ហ្នឹងមានន័យថាfunction ហ្នឹងគឺជា function ហ្នឹងអាចនឹង front end ធ្វើការ pull វាធ្វើការ call វាម្ដងហើយម្ដងទៀតករណីដែលករណីដែលខ្ញុំលើកឧទាហរណ៍ថានៅពេលដែលuser គាត់អត់បាន pay អញ្ចឹង front end ហ្នឹង call API back end ដែល check payment ហ្នឹងរៀងរាល់2 second ម្ដងដើម្បីសួរ back end របៀប front end របៀបសួរ back end ថាតើ user ហ្នឹងគាត់ pay ហើយនៅ user ហ្នឹងគាត់ pay ហើយនៅអញ្ចឹងបើសិនជា user pay ហើយ screen front end display payment confirm ភ្លាមៗអូខេ so អញ្ចឹងយើងត្រូវមាន validation មួយគឺ check sure expiration ដូចយើងបាននិយាយគ្នាថាយើងមាន sure code expiration អញ្ចឹងបើសិនជា sure code បើសិនជា sure code នឹង expire ហើយយើងត្រូវតែ display ប្រាប់ user ថា sure code expire អញ្ចឹងត្រូវ generate វាភាសាទៀតអូខេnow order dotអញ្ចឹងបន្តមកទៀតអីយើងត្រូវធ្វើអូខេអញ្ចឹងនៅពេលដែល check expire នៅពេលដែល check sure code expiration នេះយើងត្រូវការ modify MD file ទៀតតើវា validated from the client ព្រោះថាយើងអាចទុកចិត្តខាង user បានទេអូខេអញ្ចឹងយើង
đặt violation với them. Smile, show on if and then we return success file, invalid show on invalid show code in there. Okay.
អូខេអញ្ចឹងខ្ញុំសុំនិយាយតិចដោយសារមុនហ្នឹងខ្ញុំ record ទៅអត់ឮសំឡេងអូខេអញ្ចឹងដំបូងឡើយហ្នឹងគឺយើងត្រូវ check ដំបូងឡើយហ្នឹងគឺយើងត្រូវ check ថា ID user ហ្នឹង valid មាននៅក្នុង database យើងបើសិនជាអត់មានទេយើងត្រូវ turn not found ទៅកាន់ front end ហើយបើសិនជាមានយើងត្រូវដាក់លក្ខខណ្ឌមួយទៀតបាទបើសិនជាមានមានយើងត្រូវ reference វាទៅកាន់ order table អញ្ចឹង order table ហ្នឹងយើងត្រូវ check វាម្ដងទៀតថា order ហ្នឹងបាន pass ហើយនៅយើង avoid បើសិនជា user គាត់ pay ពីរដងអញ្ចឹងអញ្ចឹងមកវាជាន់គ្នាអញ្ចឹងឡើងនេះមួយទៀតគឺយើង set នៅ sure expiration ករណីដែលឧបមាថា sure code វា expire ហើយប៉ុន្តែ user គាត់នៅតែ scan ទៀតអញ្ចឹងវាអត់កើតទេមួយទៀតហ្នឹងគឺករណីយើងត្រូវ check sure undefined ដែរដោយសារតែយើងអត់អាចទុកចិត្ត client បានទេអញ្ចឹងយើងត្រូវទៀងទាត់វាមួយនឹង undefined នៅក្នុង database របស់យើងនៅក្នុង order table អូខេអញ្ចឹងផ្នែកនេះគឺជាផ្នែកដែលសំខាន់ហើយចំពោះផ្នែកនេះដែរគឺយើងដំបូងឡើយយើងត្រូវ handle នៅ post request ទៅកាន់បកងអូខេដើម្បីឲ្យបកងនឹង check ថា undefined របស់យើងនឹងបាន undefined របស់យើងនឹងបាន verify នៅ user នឹងបាន pair នៅអូខេអញ្ចឹងដំបូងឡើយគឺយើងត្រូវ check ជាមួយនឹងបកង production URL របស់យើងសិនហើយនឹងបកង access token ថាវា valid ទេបើវា valid ចាំឲ្យវាទៅមុខទៀតអូខេអញ្ចឹងយើងតាំង variable មួយមក response ដែលវា response ចេញពីបកង casual អញ្ចឹងអូខេអញ្ចឹងនេះគឺជាទម្រង់មួយដែលវា response មកអញ្ចឹងខ្ញុំតាំងស្ថាន data ស្មើ response.data ដោយសារនេះ success នេះហ្នឹងយើងអាចនិយាយថាវាស្មើនឹងពាក្យថា data អូខេអញ្ចឹងន័យថា response.data វាចូលមក level នេះហើយចូលមក level response code response message ហើយនិង data អញ្ចឹងបើខ្ញុំនិយាយមកទៀតថា data .data អញ្ចឹងមានន័យថាវាចូលមកដល់នេះហើយព្រោះ data របស់យើងស្មើ response.data អូខេអញ្ចឹងដោយសារតែ order របស់យើងមុនហ្នឹងគឺយើងអត់ទាន់ update នៅ table របស់យើងទេព្រោះនៅពេលដែល user គាត់ pay យើងត្រូវ update បកង hash នេះដូចយើងបានឃើញ hash ពីបកង casual ហើយនឹង from account from ពី account ណាទៅ account ណា currency amount ហើយនឹង description ហើយចំពោះ pad add នេះស្រាប់យើងអ្នក custom មានតម្លៃទេនៅក្នុង database អូខេអញ្ចឹងយើងទៅមើលទៀតអញ្ចឹងប្រការណីដែរ payment not found អញ្ចឹងបើករណីដែលឧបមាថាបើសិនជា success គ្រាន់តែ response ពីបកងហ្នឹងគឺ0response code ហ្នឹង0ហើយនឹង data hash ត្រូវតែមានអូខេអញ្ចឹងបើអត់មានទេវា false not found ទេហើយអញ្ចឹងមួយទៀតហ្នឹងបើមាន if statement គឺត្រូវតែមាន error ហើយនេះដោយសារតែយើងត្រូវ check បកង production URL ហើយនឹងបកង access token សិនអូខេអញ្ចឹងខ្ញុំបន្តមកទៀតខ្ញុំគ្រាន់តែការ response 400ទៅកាន់ front end អញ្ចឹង catch error អូខេយើងគួរតែមាន solve មួយអូខេ Okay, so ឡើយយើងបាន finish ជាមួយនឹង check តែបានទេយើង let មើលវា syntaxលេខណាទៀតyeah okay cat okay cat អឺ D A T មានទេdot E គេខុសទៀតអូខេអញ្ចឹងយើងធ្វើការ say route មួយទៀតroute box check payment
Ok chắc lại ní có dương hay đó là Postgres cái order đi check payment ok ờ do một tiết điện call nơi là check payment máu ok nhưng xong chiều nó tiết lại ní nó bên là river check dương ạ chạy chạy dương nó dương thải biên validation visit buồn tới check payment ok export của order ok đáng đi cho tới mà đây không là server bao giờ import check out check actual route uh, route check okay okay then app dot use API declare check okay okay chẳng những xạ từ mơ mới giờ những xạ từ postman mới bây giờ success okay oh no more than import is yours oh it's so weird okay chẳng những thời ta install AQ awesome uh, it's yours ok chắc mỗi thảo phải vô nó ca fix với cái thằng đây tụi mình lại khó thế đấy xa đợt maybe chừng error syntax ok trong ao copilot bây giờ cài error dân tới là mọi người lướt mọi chẳng chỉ vô check thêm mình function mọi người cứ dân mang thứ hai ấy so yeah trong những cho mở rào xin đấy muốn dân tới check mọi người postman ok chẳng client API nếu như xong cái lại check thêm mình nó tham ad tới là mọi người bị mai chỉ muốn trên đây cái chỗ chẳng kiểu ban complete នៅ function មួយយ៉ាងហ្នឹងគឺ check payment ចឹងខ្ញុំឃើញថាដោយសារតែកន្លែង head end នេះ yeah head end ហ្នឹងគឺវានៅក្នុង tab របស់វាយើងមក set up ហ្នឹងគឺ tab របស់វាហ្នឹងគឺជា text ទេ so ឥឡូវខ្ញុំធ្វើការ convert វាទៅជា text ទេអូខេអញ្ចឹងបន្ទាប់ពីបានអញ្ចឹងហើយយើងធ្វើការ test ទៅលើ postman ខ្ញុំគិតថាយើងគួរ test សិន check អូខេអញ្ចឹងយើងធ្វើការ test ទៅលើ postman ទៅអូយក ID លេខ1 generate អញ្ចឹងខ្ញុំធ្វើការ send វាចឹងខ្ញុំបានឃើញថាQR code របស់យើង generate successful អូខេចឹងយើងគ្រាន់តែ copy កន្លែងនេះមក copy QR code Swamify មកដោយសារហ្នឹងជា ID របស់ជា ID របស់ QR code ចឹងយើង ID អូខេចឹងខ្ញុំធ្វើការដូរកន្លែងនេះមកទៅជា check payment វិញចឹងយើងចាំមើលអូខេអញ្ចឹងវាដូចអីដែលយើងចង់បានគឺ not found ដោយសារតែយើងអត់បាន pay ឡើយទេវាគ្រាន់តែតែវាថាវា work អីក៏អត់ so ឥឡូវវា work ហើយដូចអីយើងចង់បានទៅអូអញ្ចឹងយើងឃើញថាឥឡូវហ្នឹងអត់បាន pay ទេ response របស់វាមកហ្នឹងគឺ data null error code មួយ response code មួយដែរអញ្ចឹងគឺត្រូវដូចយើងចង់បានហើយអូខេអញ្ចឹងខ្ញុំធ្វើការ send វាទៅម្ដងទៀតគិតថាវាដោយសារតែ show code យើងហ្នឹងអាយុកាលរបស់វាហ្នឹងគឺ2នាទីដោយសារខ្ញុំ set 2នាទីអញ្ចឹងខ្ញុំគិតថាវាគួរតែ expire ហើយ yeah អញ្ចឹងវា expire ហើយដោយសារតែវាហួស2នាទីហើយអូខេអញ្ចឹងយើងបន្តទៅមុខទៀតអូខេអញ្ចឹងចំពោះកន្លែង check payment ហ្នឹងខ្ញុំសុំកែតិចដោយសារតែកន្លែង console order របស់យើងនេះគឺយើង check ទៅលើតែ user ID ទេអញ្ចឹងបើករណីថា user ម្នាក់ហ្នឹងគាត់អាចទិញអីវ៉ាន់របស់យើងកន្លែង scan ច្រើនដងអញ្ចឹងវាចំពោះ function របស់យើងនេះគឺវា filter យកតែដងទេអញ្ចឹងយើងត្រូវដាក់ថាយើងត្រូវ check sure យើងត្រូវ check sure up define មួយទៀតអូខេអញ្ចឹងយើងតទៅទៀតអញ្ចឹងយើងធ្វើការមក design API អូខេអញ្ចឹងខ្ញុំសុំលឿនតិចទៅដោយសារខ្ញុំចង់ឆ្លើយពេលមួយវាទៀតទេ
Okay. Okay, async ID. Uh, Respond. Okay. Wait. HTTP dot post. Uh, Junk. Uh, Respond. Okay. Return respond dotជាមួយនឹង visual data វា respond មកទៀត អូខេអញ្ចឹងវា respond មកដំបូងមកនេះអញ្ចឹងយើងគួរតែថតនេះដែរអូខេខ្ញុំដាក់ data មកទៅអូខេអញ្ចឹងខ្ញុំ respond ខ្ញុំធ្វើ respond ដល់ data ន័យថាវាគ្រប់ដណ្ដប់ទៅលើ level ទាំងអស់ហ្នឹងអូខេអញ្ចឹងមួយទៀត API មួយទៀតគឺ check payment controller អញ្ចឹងវាស្រៀងគ្នាដែរនេះ payment API agent ID ជាមួយនឹង define អូខេ define អញ្ចឹងយើងដូចមិញដែរទេវា correspond អ្វី dot post សាទៅតាម parameter អញ្ចឹង orders ID ជុំហើយ ID then payment អញ្ចឹងយើង send form define ទៅតាមរយៈ body so let me return មកយើងចូលទៅមើលជាមួយនឹង check payment វា return នេះគេមកអូខេវាហើយអញ្ចឹងខ្ញុំដាក់ return respond ដល់ data អូខេអញ្ចឹងយើងបានសរសេរហើយ backend និង API អញ្ចឹងយើងចូលដល់ការទាញ data ពីbackend តាមរយៈ API នៅលើ front end អូខេអញ្ចឹងយើងចូលទៅយើងបង្កើត tag ក្នុង front end មកអូខេអញ្ចឹងដោយសារតែយើងមានតែ display QR code មួយទេអញ្ចឹងខ្ញុំសុំសរសេរវានៅលើ app.jsx ដល់អូខេអញ្ចឹងអូខេអញ្ចឹងចំពោះយើងត្រូវកើត state វាហើយអញ្ចឹងយើងតទៅមុខទៀតឥឡូវមកកលេសមើល app.jsx របស់យើងអញ្ចឹងយើងត្រូវការយើងត្រូវការ set state នេះសិន clear អូខេអញ្ចឹងកន្លែងនេះខ្ញុំត្រូវការ set state នេះសិនdesign this អូខេអញ្ចឹងដោយសារតែយើងបានរៀបចំ set up នេះ set state រួចហើយយើងអញ្ចឹងឥឡូវហ្នឹងសេនេះមកទៅ generate យើងធ្វើការ say function generate pure code មកទៅដើម្បី call API ពី backend មក
cái trứng response cái trứng response cái mới API bỏ generate short code okay trứng await generate short code API sau một tiết trứng xem là user ID tới căn from tới căn backend bao nhiêu so trứng mà chúng ta lại căn ra một sân chỉ response mới response cái response uh, uh, rồi chẳng những đã là response dot success sort order trong mà sân chia cả này tha backend response success máu trong này tha trên actual code nó generate mấy ta backend mà vậy generate actual code ban successfully chẳng thì cả set order ID đấy hay set mới set sure data ta về return một bây giờ backend ta về chia này qua này của sure code sure này về từng công string okay set payment state ở viết tất cả thành ngay được sao rồi nó về những cái số code hai cứ số code nó toàn thời ban user ban tutorial login phía mình viết tất cả pull request vì bạn chẳng chẳng lại nó xí xong rồi những đã pull mà nó vì khách của bạn này chẳng if hai những ok chẳng cái ta bạn ấy là lý hai số đấy spawn dot message or error dot message cái này để front end vào dưới send call API tới thì tái việc ban reach từ đó backend cái này than network những đặt wifi dưới ok so error đấy error code okay chẳng finally set loading fail okay chẳng những to tiết ok chẳng những thấy ca set up những thấy ca send user fake hot boy những làm vậy pull check payment fee backend okay chẳng những đã set a condition về tham set payment state đó vì mình smart pending để sao là pending đó đấy pending đấy thì bây giờ user tao mang bán lối chẳng có một tiết thì có những đã tha sân chia but sân chia user ID doesn't exist thì có sure code data này còn return nó bị backend với chẳng rồi có user ID nó admin rồi có bên nó rồi có bên nó user pay hai set up trong cái set up if condition void payment state smart pending chẳng lại nó bên đây tham cả này là lại nó check smart pending rồi có user ID nó về lại nhiên này về doesn't exist rồi có sure code sure data bao giờ nó send data nó bị backend á true true define return ok chẳng lại nó bên đây tha cả lại nó cả này là cái trong bên đây tha và sân chia user pay hai nó bên là user pay hai sure code nó cứ sure define hay năng user ID nó cứ việc line exercise trong cả này nó bị ai nó bên đây user nó có ban payload ấy chẳng giờ trăm bát thời to tiền phải nó cứ việc return cứ chọn nó thầm năng chẳng như là tha lấy check mới mùi nó bên đây sân mà nhưng chọc đam pool PU chọc đam pool check payment bị back unlock payment pooling ok chẳng
cons យើងធ្វើការ set time interval មួយទៅមានន័យថាset time interval ហ្នឹងហើយដាក់ condition វាថារៀងរាល់2វិនាទីវាចាប់ផ្ដើម pull ពី back end ម្ដងអូខេអញ្ចឹងនៅពេលដែលវាចាប់ផ្ដើម check payment ហ្នឹងចាប់ផ្ដើម check state payment ហ្នឹងយើងត្រូវការ try នឹង hash block so អញ្ចឹងយើងសរសេរតាម variable response មួយពួក response នេះវាធ្វើការ call នៅ API check payment អូខេអញ្ចឹងចូលទៅមើលឡើង check អូខេ check payment API តមកទៀតដោយសារតែឡើយនេះយើងត្រូវសរសេរ user ID អូខេ user ID ជាមួយនឹងអឺ QR code MD5 របស់យើងហ្នឹងដែលវា QR data dot QR MD5 អញ្ចឹងយើងដាក់ថាយើងចាប់បាន check ទៀតបើសិនបើ response ហ្នឹងវា success អូខេអញ្ចឹង console.log មក payment confirm អូខេ set payment state តមកទៀតអូខេអញ្ចឹងកន្លែងហ្នឹងនៅពេលដែលករណីថា success យើងចាប់ដើម clear interval បើយើងអត់ clear interval ទេមានតែ clear interval ឡើយនេះដែលយើងបាន set ណារៀងរាល់ពេល2 second ឲ្យវារៀងរាល់2 second ឲ្យវាភូម្ដងអញ្ចឹងបើយើងអត់ clear វាទេមានន័យថាបើទោះបីជា QR code ហ្នឹងត្រូវបាន pay លុយហើយឯងក៏វានៅតែភូអញ្ចឹងដែរអញ្ចឹងវាបើក្នុងរៀងរាល់ production មែនតើគឺវា affect ទៅលើ performance យើងហើយ code យើងគឺវាអត់ល្អទេអូខេអញ្ចឹងតមកទៀតអូខេយើងនៅ hash block របស់យើងអូ console.log payment not found អូខេអញ្ចឹងឡើយនេះដាក់ថាពី2000 millisecond return payment polling អូខេអញ្ចឹងឡើយនេះយើងធ្វើការ clear interval មួយinterval អូខេ payment state ហើយនឹង user ID អូខេអញ្ចឹងយើងដាក់ថាយើងចាប់បាន check ទៀតបើសិនបើ response ហ្នឹងវា success អូខេអញ្ចឹង console.log មក payment confirm អូខេ set payment state តមកទៀតអូខេអញ្ចឹងកន្លែងហ្នឹងនៅពេលដែលករណីថា success យើងចាប់ដើម clear interval បើយើងអត់ clear interval ទេមានតែ clear interval ឡើយនេះដែលយើងបាន set ណារៀងរាល់ពេល2 second ឲ្យវារៀងរាល់2 second ឲ្យវាភូម្ដងអញ្ចឹងបើយើងអត់ clear វាទេមានន័យថាបើទោះបីជា QR code ហ្នឹងត្រូវបាន pay លុយហើយឯងក៏វានៅតែភូអញ្ចឹងដែរអញ្ចឹងវាបើក្នុងរៀងរាល់ production មែនតើគឺវា affect ទៅលើ performance យើងហើយ code យើងគឺវាអត់ល្អទេអូខេអញ្ចឹងតមកទៀតអូខេយើងនៅ hash block របស់យើងអូ console.log payment not found អូខេអញ្ចឹងឡើយនេះដាក់ថាពី2000 millisecond return payment polling អូខេអញ្ចឹងឡើយនេះយើងធ្វើការ clear interval មួយinterval អូខេ
payment state ហើយនឹង user ID អូខេយើងឃើញថា user fix របស់យើងហ្នឹងគឺ run វា depend ទៅលើនៅពេលដែល user fix run គឺវា depend ទៅលើ dependency array ដែលមាន3 element ជា payment state user ID ហើយនិង user data អញ្ចឹងមានន័យថាម៉េចមានន័យថាបើសិនជាទី1នៅពេលដែលយើងចាប់ផ្ដើម pull ទី1ម្ដងនៅពេលដែលលើកទី1យើងចាប់ផ្ដើម pull data មកពី back end ម្ដងគឺ user fix នេះក៏ run ម្ដងអញ្ចឹងបើសិនជាលើកទី2 payment state ហើយនិង user ID ហើយនិង QR data ហ្នឹងទៅ send មានថាវា send same data with the previous time អញ្ចឹងករណីហ្នឹង user fix ក៏រត់តាមទេក៏រត់ធ្វើការអញ្ចឹងយើងកលេចមកមើលឡើយនេះអញ្ចឹងវាចូលមកឡើយនេះអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើម pull code user fix ហ្នឹង run ទៅម្ដងអញ្ចឹង start payment pooling ហើយបន្តមកទៀតកន្លែង function នេះគឺវា run រៀងរាល់2 second ម្ដងអូខេអញ្ចឹងយើងធ្វើការ console.log ទៅមក check payment state វារៀងរាល់2 second 2 second ម្ដង check payment state ហ្នឹងវា run ហើយកន្លែងហ្នឹងគឺ try និង catch block ព្រោះ try block នេះវិញយើងឃើញថា variable response របស់យើងហ្នឹងវាមានថាវាជា variable មួយសម្រាប់ data ដែលផ្ទេរមកពី response ពី back end payment check payment API ហ្នឹងវាជា function response មកពី back end អូខេអញ្ចឹងបើសិនជាករណីថាបើសិនជា response success ហើយ console.log payment confirm យើង set state ជា paid and then clear import អញ្ចឹងfunction ដែល run 2000 millisecond ម្ដងរៀងរាល់ពី2000 millisecond ហ្នឹងវាធ្វើការឈប់ភ្លាមៗហើយអញ្ចឹងនៅពេលដែល block នេះ return clear interval អូខេហើយអញ្ចឹងបន្តមកទៀត payment state របស់យើងហ្នឹងកន្លែង payment អញ្ចឹងបន្តមកទៀត user fix របស់យើងហ្នឹងនឹង rerun ហើយ payment state របស់យើងហ្នឹងវានឹងឡើង smart pending ហើយអញ្ចឹងវា smart pad អញ្ចឹងកន្លែងនេះវិញវានឹង return ចំន័យថា user fix របស់យើងហ្នឹងឡើង run ម្ដងទៀតហើយឡើង run ទៀតហើយអូខេអញ្ចឹងខ្ញុំបានរៀបរាប់ចំណុចសំខាន់ហើយអញ្ចឹងយើងដោយសារតែចង់ឲ្យវីដេអូយើងហ្នឹងវែងពេកទេអញ្ចឹងខ្ញុំធ្វើការ generate វាហ្មងទៅអូខេអញ្ចឹងឥឡូវយើងមកមើលការ demo របស់យើងអញ្ចឹងខ្ញុំធ្វើការ click ទៅលើ generate QR អញ្ចឹង front end របស់យើងហ្នឹងវានឹង respond QR មកជាមួយនឹង MD5 អូខេអញ្ចឹងយើងបានឃើញថា payment របស់យើងវាកំពុង pull ហើយ back end ដូចយើងបានឃើញអូខេអញ្ចឹងយើងចូលទៅមើលក្នុង front end ទៀតfront end ក៏វា pull ដូចគ្នាយើងបានឃើញ404ហ្នឹងគឺវាចាំ respond មានថាវាចាប់ផ្ដើម check payment ពី back end មកឥឡូវនៅពេលដែលខ្ញុំ click scan លុយអូខេpayment success ហើយខ្ញុំ click scan លុយអូខេអូខេ payment success ហើយនេះគឺជាបកងរបស់ខ្ញុំអូខេមក9:20នេះគឺវាបានចូលហើយអូខេអញ្ចឹង front end របស់យើងហ្នឹងក៏ឡើងពួនមកទៀតដែរដោយសារតែយើងគឺបានទូទាត់លុយហើយ so អញ្ចឹងចំពោះវីដេអូបកងរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ឡើងណាគឺអាច comment នៅខាង